អ្នកទាំងអស់គ្នាពេលដែលចេញថតវីដេអូដំបូងអ្នកទាំងអស់គ្នារក content អត់ឃើញត្រូវអត់ថាយើងគួរតែថតពី content អីក៏ថតតាម trend ដែលគេកំពុងតែល្បី it's fine អ្នកទាំងអស់គ្នាបើសិនជាអ្នកទាំងអស់គ្នាស្រឡាញ់អីពេញចិត្តអីចូលចិត្តនិយាយអីចូលចិត្តស្ដាប់អីអ្នកទាំងអស់គ្នាអាចចែករំលែកទៅអ្នកដទៃបានស្បីតែខ្ញុំក៏ខ្ញុំគាំងដែរថាខ្ញុំមិនដឹងថាខ្ញុំត្រូវនិយាយពីអីខ្ញុំធ្វើអីទេប៉ុន្តែក៏ខ្ញុំអត់យល់ដែរថាហេតុអីបើខ្ញុំទៅនិយាយពីរឿង K-pop វិញតាំងតែខ្ញុំមិនមែនជា fan កាប់មុខរបស់ K-pop អីទេប៉ុន្តែខ្ញុំចូលចិត្តមើលខ្ញុំចូលចិត្តរបៀប search មើលពី K-pop ចឹងទៅហើយខ្ញុំចូលចិត្តមើលតារាពួកអីពួក K-pop ចឹងពួកគាត់ស្អាតមែនតើអ្នកនរគ្នាទាំងស្អាតទាំង talent គាត់គឺបកែចឹងខ្ញុំចូលចិត្តមើលចង់ឲ្យខ្ញុំរឿងណាដែលខ្ញុំដឹងគឺខ្ញុំចែករំលែកអ្នកនរគ្នាប៉ុន្តែដូចខ្ញុំនិយាយចង់កំណត់យើងខ្លះពេលចែករំលែកទៅអាចប៉ះពាល់នឹង fan របស់គាត់ stan មានន័យថា fan របស់គាត់មួយដែលគាត់ fan កាប់មុខអញ្ចឹងយើងនិយាយទៅអត់ត្រូវចិត្តគាត់គឺគាត់ comment ថាយើងជេរយើងចឹងទៅអ្នកនរគ្នាប៉ុន្តែយើងកុំភ័យថាពេលដែលយើងផុសវីដេអូទៅគឺខ្លាចខុសសម្រាប់វីដេអូដំបូងគឺមែនណាគេដែលធ្វើចេញមកល្អអត់ខ្ចោះហើយអ្នកនរគ្នាអញ្ចឹងយើងធ្វើយូរទៅយើងនឹងឃើញចំណុចខ្វះខាតរបស់យើងហើយយើងនឹងព្យាយាមកែប្រែវាឲ្យល្អសូម្បីតែខ្ញុំមិនមែនជាអ្នកជោគជ័យទេប៉ុន្តែខ្ញុំផុសពេលខ្លះក៏ខ្ញុំខុសដែរខ្ញុំនិយាយពេលខ្លះក៏ខ្ញុំនិយាយខុសនិយាយជន់គ្នាត្រឡប់ដែរប៉ុន្តែខ្ញុំចេះតែទៅឯអ្នកនរព្រោះវាជាការដែលខ្ញុំស្រឡាញ់ចូលចិត្តដែរខ្ញុំក៏ចង់ខ្លាចជា content creator ខ្ញុំចង់ថតវីដេអូហើយពេលខ្លះខ្ញុំខ្លាចនឹងគេមើលមុខខ្ញុំអត់ចូលចិត្តឲ្យគេមើលមុខខ្ញុំទេប៉ុន្តែខ្ញុំឆ្ងល់ថាអ្នកទាំងអស់គ្នាបងដែលគាត់ជា content creator នៅស្រុកខ្មែរគឺគាត់បកែមែនតែនហើយយើងខ្លាចអីនឹងគេមើលមុខមែនអ្នកគ្នាវាជាអីដែលយើងស្រឡាញ់ពេញចិត្តចឹងយើងធ្វើវាទៅហើយអ្នកនរគ្នាពេលធ្វើវីដេអូដំបូងមិនបាច់សូវខ្វល់ពី view ខ្លាំងពេកទេហើយវីដេអូដំបូងដែលយើងផុសចូលក្នុង TikTok យើងហ្នឹងក៏មិនបាច់ចាំឲ្យវា perfect 100%ដែរដឹងតែយើងព្យាយាមធ្វើវាហើយនឹងវាជា content ដែលយើងស្រឡាញ់យើងផុសទៅអ្នកនរគ្នាទោះមាន view តិច100 200 400 500ក៏គិតថាច្រើនខ្លាំងដែរអ្នកនរគ្នាអញ្ចឹងអ្នកដែលមើលយើង100 200អ្នកហ្នឹងគឺច្រើនណាស់បើរាប់ជាមនុស្សទៅអញ្ចឹងហើយអ្នកនរគ្នាបើសិនជាស្រឡាញ់អីធ្វើនឹងទៅកុំខ្មាស់អៀនយើងលះបង់ភាពខ្មាស់អៀនចេញដើម្បីការស្រឡាញ់និងក្តីសម័យរបស់យើងវិញល្អជាងអ្នកនរគ្នាចឹងបើសិនជាអ្នកនរគ្នាអត់ដឹងថាធ្វើ content ពីអីទេអ្នកនរគ្នាអាចសួរខ្លួនឯងជាមុនសិនថាខ្លួនឯងស្រឡាញ់ចូលចិត្តអីគេហើយបើស្រឡាញ់ចូលចិត្តអីណាហើយធ្វើពីនឹងទៅ content មានច្រើនណាស់មានដូចជាការដើរលេងញ៉ាំអាហារធ្វើម្ហូបshare ពីប្រវត្តិសាស្ត្រឬក៏និយាយពីរឿងអីចម្លែកនៅលើពិភពលោកអីក៏មានដែរឃើញគេនិយាយច្រើនដែរអ្នកនរគ្នាអញ្ចឹងអ្នកនរគ្នាអាចចាប់ផ្ដើមធ្វើពីឥឡូវទៅកុំចំណាយពេលយើងចេះតែចាំនេះចាំពេលនេះចាំនោះចាំពេលមានកាមេរ៉ាចាំពេលមាននេះសិនប្រចាំតែអ្នកនរគ្នាមានទូរស័ព្ទមួយនោះក៏យើងអាចថត record បានខ្លួនឯងដែរនឹងគឺជាអីដែលខ្ញុំចង់បញ្ជាក់ដោយសារខ្ញុំនឹងឯងខ្ញុំថាចាំខ្ញុំចង់ធ្វើ3 4ឆ្នាំឯងតែខ្ញុំអត់ហ៊ានទេពេលខ្ញុំផុសមុខខ្លួនឯងទៅចេះតែអៀនខ្លាចគេមើលអញ្ចឹងទៅ yes អញ្ចឹងអ្នកនរគ្នាគួរតែចាប់ផ្ដើមពីឥឡូវទៅខ្ញុំគិតថាម្នាក់ក៏ដំបូងក៏គ្មានណាគេល្អ perfect ដែរប៉ុន្តែយើងធ្វើយូរទៅគឺយើងនឹងខ្លាចជាយើងមានន័យថាយើងឃើញចំណុចខ្វះខាតខ្លួនឯងយើងនឹងធ្វើវាបានកាន់តែល្អប្រសើរជាងនឹងទៀតអ្នកទាំងអស់គ្នាចឹងហើយមុននឹងធ្វើ content ត្រូវត្រៀមចិត្តត្រៀមកាយឲ្យហើយទទួលយក comment មួយទៀតសំខាន់បំផុតគឺ view ពេល view អត់ឡើងគឺយើងនឹងបាក់ទឹកចិត្តចឹងហើយយើងធ្វើចិត្តឲ្យធ្ងន់សិនមុននឹងធ្វើ content ណាអ្នកនរគ្នានឹងគឺជាការចែករំលែកពីខ្ញុំ